សូមជូនរឿងព្រះអង្គម្ចាស់ក្សត្រីដ៏សប្បុរសនិងបក្សីនៅក្នុងព្រះបរមរាជវាំងដ៏ស្រស់ស្អាតមានម្ចាស់ក្សត្រីតូចម្នាក់ឈ្មោះសូរិយានាងមានចិត្តល្អនិងស្រឡាញ់សត្វទាំងអស់រាល់ថ្ងៃនាងតែងដើរលេងក្នុងសួនផ្កាសូរិយាដើរយឺតនិងញញឹមយ៉ាងទន់ភ្លន់មួយថ្ងៃព្រះនាងបានឃើញបក្សីតូចមួយរងរបួសសូរិយាមានអារម្មណ៍អាណិតបក្សីនោះជាខ្លាំងព្រះនាងបានយកវាទៅថែរក្សានិងព្យាបាលព្រះនាងសូរិយាបានថែរក្សាបក្សីនេះដោយសម្ងាត់ដោយផ្ដល់ចំណីអាហារនិងទឹករៀងរាល់ថ្ងៃបក្សីក៏ចាប់ផ្ដើមសុខភាពល្អឡើងវិញហើយបក្សីចាប់ផ្ដើមអាចហើរបានបន្តិចបន្ទាប់ពីការថែរក្សាមួយរយៈបក្សីក៏ជាសះស្បើយវាហើរលេងជុំវិញសូរិយាពេលនោះព្រះនាងសប្បាយចិត្តខ្លាំងថ្ងៃមួយព្រះនាងបានអនុញ្ញាតឲ្យបក្សីហើរទៅវិញព្រះនាងសូរិយាមានទឹកភ្នែកហូរប៉ុន្តែពោពេញទៅដោយសេចក្តីស្រឡាញ់ចំពោះបក្សីនោះរួចបក្សីនោះក៏ហៅឈ្មោះទៅមេឃបាត់តមទៅបន្ទាប់មកក៏មានភាពរាំងស្ងួតធ្ងន់ធ្ងរបានកើតឡើងនឹងនគរព្រះនាងសូរិយាដំណាំបានក្រៀមស្វិតនិងងាប់ជាបណ្ដៅបន្តនិងមនុស្សម្នាក៏រស់នៅយ៉ាងពិបាកព្រះនាងសូរិយាមានការព្រួយបារម្ភជាខ្លាំងមនុស្សម្នាបានសម្លេញមើលទៅលើមេឃដោយក្តីអស់សង្ឃឹមភ្លាមនោះបក្សីនោះក៏បានត្រឡប់មកវិញវាបាននាំមិត្តភក្តិជាច្រើនមកជួយពួកវានាំគ្រាប់ពូជនិងផ្លែឈើជាច្រើនប្រភេទមកឲ្យព្រះនាងសត្វជាច្រើនបានហៅចុះនៅលើដីចំណែកឯដីវិញក៏បានប្រែក្លាយជាស្រស់ស្អាតវិញមនុស្សម្នាទាំងអស់មានសេចក្តីសុខព្រះនាងសូរិយាក៏រីករាយណាស់ដែរណាមនុស្សម្នាទាំងអស់ក៏បានអបអរសាទរឡើងព្រះនាងសូរិយារៀនបានថាការធ្វើល្អនឹងផ្ដល់ត្រឡប់ And the crane is here. ក្តីស្រឡាញ់ Oh, the grass is growing and flowers blooming so fast. It's like magic. Look, my dears, the garden is alive with magic. Grandma, the flowers are growing so fast. Wow, and the birds are happy too. This is the magic of our love for nature.